សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាដោយអាវុធរវាងកម្ពុជានិងថៃក្នុងតំបន់ជាច្រើននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរឡើងវិញនាពេលនេះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះថារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីថ្ងៃអង្គារបានជំរុញឲ្យមានការបញ្ចប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីដែលបានសម្រាប់ជនស៊ីវិលជាបន្តបន្ទាប់នោះរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះអះអាងថាអាមេរិកមានការព្រួយបារម្ភដោយការប្រយុទ្ធគ្នាម្ដងហើយម្ដងទៀតនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរលោកទាមទារឲ្យមានការបញ្ឈប់ជាបន្ទាន់នៅអរិយភាពដើម្បីការពារជនស៊ីវិលនិងត្រឡប់ទៅរកវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូលោក Marco Rubio ជំរុញឲ្យកម្ពុជាថៃគោរពបទឈប់បាញ់ដើម្បីការពារជនស៊ីវិលរបស់ប្រទេសទាំងពីរដែលភាគីទាំងសងខាងបានឯកភាពក្នុងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូកាលពីចុងខែតុលាដែលមានប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ជាសាក្សីការអះអាងនេះធ្វើឡើងស្របពេលដែលសង្គ្រាមកម្ពុជាថៃកំពុងតែឆាបឆេះឡើងវិញនៅតាមបណ្ដោយព្រំដែនអស់រយៈពេល3ថ្ងៃមកនេះកាលពីថ្ងៃទី9ខែធ្នូឆ្នាំ2025នេះនាយករដ្ឋមន្ត្រីថៃលោក Anutin Chanvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯមុខវិមានរដ្ឋាភិបាលរបស់លោកថាសង្គ្រាមនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃនៅពេលនេះបញ្ឈប់លែងបានទៅហើយគណៈរដ្ឋាភិបាលស៊ីវិលរបស់លោកនឹងគ្រប់គ្រងប្រតិបត្តិការរបស់យោធាថៃ 100% ដើម្បីកំទេចកម្ពុជាឲ្យដល់ទីបញ្ចប់និងអស់លទ្ធភាពនាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ថាលោកបានផ្ដល់ភ្លើងខៀវឲ្យកងទ័ពថៃរួចទៅហើយសម្រាប់ការអនុវត្តផែនការដែលរដ្ឋាភិបាលស៊ីវិលនិងយោធាបានរៀបចំឲ្យបានពេញលេញដើម្បីជំរុញផែនការនៃប្រតិបត្តិការរបស់យោធាឲ្យមានប្រសិទ្ធភាពជំវិញការប៉ះទង្គិចគ្នារវាងកម្ពុជាថៃរយៈពេល3ថ្ងៃមកនេះក្រសួងការពារជាតិកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថាកងទ័ពថៃបានបើកការវាយប្រហារលើកម្ពុជាគិតចាប់ពីវេលាម៉ោង 5:20 នាទីព្រឹករហូតដល់ម៉ោង 2:22 នាទីនៅថ្ងៃទី10ខែធ្នូនេះចំនួន11លើកទាំងការបាញ់ផ្លោងកាំភ្លើងធំប្រើដ្រូនទម្លាក់គ្រាប់បែករួមទាំងយន្តហោះចម្បាំង F-16 ផងដែរចំណែកថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានបើកការវាយប្រហារលើកម្ពុជានៅវេលាម៉ោង 2:40 នាទីដោយបាញ់ផ្លោងអាវុធធុនធ្ងន់នៅឃុំស្លកក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចំនួន2គ្រាប់ប៉ុន្តែចាប់ពីវេលាម៉ោង 6:00 នាទីរហូតដល់ម៉ោង 11:30 នាទីយប់កងទ័ពថៃបានបាញ់ផ្លោងចូលភូមិជោគជ័យខេត្តបន្ទាយមានជ័យនិងបង្ហោះដ្រូនចូលក្នុងទឹកដីកម្ពុជាដើម្បីស៊ើបការក្នុងភូមិសាស្ត្រអូភ្លុកដំរីក្នុងខេត្តពោធិ៍សាត់រួមទាំងស្រុកសំឡូតខេត្តបាត់ដំបងនិងបានបាញ់កាំភ្លើងត្បាល់ប្រភេទ 60 មីលីម៉ែត្រចូលក្នុងស្រុកសំពៅលូនផងដែរកាលពីថ្ងៃទី8ខែធ្នូយោធាថៃក៏បានបាញ់មកលើកងកម្លាំងកម្ពុជានិងជនស៊ីវិលចំនួន15លើកដែរដោយឡែកថ្ងៃទី7ខែធ្នូជាថ្ងៃដំបូងនៃការវាយប្រហាររបស់ថៃមកលើកម្ពុជាពួកគេបានបើកការបាញ់ប្រហារលើកម្ពុជាចំនួន3លើកក្រសួងការពារជាតិកម្ពុជាបានបង្ហាញរបាយការណ៍នៅថ្ងៃនេះថារយៈពេល3ថ្ងៃនៃការវាយប្រហាររបស់កងទ័ពថៃជនស៊ីវិលកម្ពុជាចំនួន9នាក់បានស្លាប់បាត់បង់ជីវិតនិង20នាក់ផ្សេងទៀតបានរងរបួសក្នុងនោះជនរងគ្រោះខេត្តឧត្តរមានជ័យបានស្លាប់ចំនួន3នាក់និងរបួស8នាក់ចំណែកជនរងគ្រោះក្នុងខេត្តព្រះវិហារបានស្លាប់1នាក់និងរងរបួស2នាក់ខណៈជនរងគ្រោះខេត្តបន្ទាយមានជ័យបានស្លាប់3នាក់និងរងរបួស10នាក់ផងដែរដោយឡែកពលរដ្ឋភៀសសឹកពីការវាយប្រហារនេះបានកើនឡើងដល់ទៅជាង 30,000 គ្រួសារហើយពលរដ្ឋរងគ្រោះសរុបមានចំនួនជាង 100,000 នាក់ដែលមកពីខេត្តចំនួន6រួមមានឧត្តរមានជ័យ 9,000 គ្រួសារចំនួនមនុស្សមានជាង 30,000 នាក់ខេត្តព្រះវិហារមានជាង 6,000 គ្រួសារចំនួនមនុស្សជាង 20,000 នាក់រីឯខេត្តបន្ទាយមានជ័យមានជាង 10,000 គ្រួសារមានចំនួនប្រជាជនជាង 30,000 នាក់ខេត្តពោធិ៍សាត់មាន900 គ្រួសារមានប្រជាជនជាង 3,000 នាក់ខេត្តបាត់ដំបងមានជាង 100 គ្រួសារមានប្រជាជនជាង 400 នាក់និងខេត្តសៀមរាបមានជាង 9,000 គ្រួសារនិងមានប្រជាជនជាង 30,000 នាក់ផងដែរ